រវាង dear John មាន comma ហើយនឹងអត់ comma អ្នកគ្នាគូប្រើប្រាស់មួយណាអូខេនៅក្នុងនេះគេដាក់ថាអូខេ no comma is needed between dear ហើយនឹង name មានន័យថាយើងអត់ត្រូវការ comma ទេនៅចន្លោះរវាង dear ហើយនឹងឈ្មោះនរណាគេម្នាក់អូខេប៉ុន្តែយើងគេដាក់ទៀតថា but comma is needed after the name មានន័យថាcomma គេត្រូវការបន្ទាប់ពីយើងទៅ say dear John ឬក៏ dear someone's name អូខេឈ្មោះនរណាគេម្នាក់អូខេហើយគេបន្ថែមទៀតថា dear នេះ as an adjective មានន័យថា dears function as an adjective modifying the name មានន័យថា dear វាប្រើដើម្បីបញ្ជាក់ឲ្យឈ្មោះអូខេចឹងមានថាវាដើរតួនាទីជា adjective វាធ្វើការ noun អូខេដែល noun អាចជានាមអាចជាឈ្មោះជាអីចឹងទៅអ្នកគ្នាអូខេហើយអីដែលសំខាន់មួយទៀតអ្នកគ្នាគួរដឹងមូលហេតុដែលគេដាក់ comma ដែលគេដាក់ថានេះ a comma is used after the name in a salutation to set it off from the rest of the sentence មានន័យថា comma គេប្រើដើម្បីបន្ទាប់ពីឈ្មោះហ្នឹងដើម្បីបង្ហាញពីការគោរពការ greeting នៅក្នុងការចាប់ផ្ដើមសរសេរ sentence បន្ទាប់ទៀតនៅក្នុងដូចជា email ឬក៏នៅក្នុង cover letter នៅក្នុង CV របស់អ្នកគ្នាប៉ុន្តែវាខុសពី hi ហើយនឹង hello ហើយនឹង good morning ត្រង់ថា hi និង hello និង good morning good evening ហ្នឹងគេត្រូវដាក់ comma ពីក្រោយបានដោយសារតែវាជាកិរិយាសព្ទ for example hi John dear sir or madam អូខេចឹងយើងត្រូវការ comma អូខេប្រសិនបើអ្នកនេះគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយចុច like follow comment ក្រោមវីដេអូជួបគ្នាវីដេអូក្រោយបាយ